ជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងក្តីស្រឡាញ់នៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះយើងនឹងសិក្សាព្រះបន្ទូលរបស់ព្រះអង្គគឺនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក5ជំពូក6និងជំពូក7គឺទាំង3ជំពូកនេះគឺជាសេចក្តីបង្រៀនដែលព្រះយេស៊ូវទ្រង់បង្រៀនទៅកាន់បណ្ដាជនក៏ដូចជាសាវករបស់ព្រះអង្គនៅលើភ្នំផងដែរហើយយើងនឹងបន្តរៀនជាមួយគ្នាបន្តពីសប្តាហ៍មុនហើយនៅថ្ងៃនេះយើងរៀនត្រឹមតែពីជំពូកគឺជំពូក6និងជំពូក7តោះឥឡូវយើងនឹងចាប់ផ្ដើមសិក្សាជាមួយគ្នាអូខេទី1គឺយើងនឹងសិក្សានៅក្នុងព្រះគម្ពីរម៉ាថាយជំពូក6ខ1ដល់18ដែលព្រះយេស៊ូវទ្រង់បង្រៀនយើងអំពីការឲ្យទាននិងការអធិដ្ឋានអញ្ចឹងយើងនឹងសិក្សាជាមួយគ្នាតើការឲ្យទានព្រះយេស៊ូវចង់បង្រៀនយើងអំពីជឿព្រះយេស៊ូវត្រូវចេះជួយមនុស្សដែលខ្វះខាតដែលពិតជាត្រូវការជំនួយពីយើងប៉ុន្តែសូមកុំជួយអ្នកដទៃដោយព្រោះចង់បានការសរសើរពីមនុស្សឡើយពីព្រោះប្រសិនបើអ្នកចង់បានការសរសើរពីមនុស្សទង្វើរបស់អ្នកនឹងគ្មានតម្លៃនៅចំពោះព្រះជាម្ចាស់ឡើយនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក6ខ2ព្រះយេស៊ូវទ្រង់បានបង្រៀនថាប៉ុន្តែកាលណាអ្នកធ្វើទាននោះកុំឲ្យដៃឆ្វេងដឹងពីការដែលដៃស្ដាំធ្វើឡើយអាមែនបងប្អូនទាំងអស់គ្នាប្រសិនបើយើងធ្វើការល្អដោយព្រោះចង់បានការសរសើរពីមនុស្សគេដឹងកាន់តែច្រើនបងប្អូននឹងទទួលការសរសើរពីមនុស្សកាន់តែច្រើនក៏ប៉ុន្តែបងប្អូននឹងបាត់បង់រង្វាន់ពីព្រះជាម្ចាស់ដូច្នេះហើយខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនជនជាតិខ្មែរយើងទាំងអស់គ្នាថាគ្រប់ការដែលយើងបានធ្វើទោះបីជាការនោះគេដឹងក៏ដោយគេមិនដឹងក៏ដោយគេមើលឃើញក៏ដោយគេមើលមិនឃើញក៏ដោយចូលធ្វើវាដោយដួងចិត្តពិតមិនមែនជាការចង់បានការសរសើរឡើយនោះយើងនឹងទទួលបានរង្វាន់ពីព្រះជាម្ចាស់មិញយើងបានសិក្សាជាមួយគ្នាអំពីការឲ្យទានរួចហើយឥឡូវយើងបន្តទៅកាន់វគ្គ2ដែលនិយាយអំពីការអធិដ្ឋានអញ្ចឹងក្នុងនាមជាអ្នកដែលជឿព្រះអង្គជាសាវករបស់ព្រះអង្គជារាជរបស់ព្រះជាម្ចាស់តើយើងគួរអធិដ្ឋានយ៉ាងម៉េចយើងនឹងសិក្សាជាមួយគ្នាក្រៅពីការចេះជួយអ្នកដទៃអ្នកជឿព្រះយេស៊ូវត្រូវតែចេះអធិដ្ឋានផងដែរតើអ្វីគឺជាការអធិដ្ឋានការអធិដ្ឋានគឺជាការសន្ទនារវាងយើងនិងព្រះជាម្ចាស់ផ្ទាល់ខ្លួនដូច្នេះហើយនៅពេលដែលអ្នកអធិដ្ឋានទៅកាន់ព្រះជាម្ចាស់អ្នកមិនចាំបាច់ព្យាយាមបង្ហាញថាខ្លួនឯងពូកែអធិដ្ឋានឬព្យាយាមនិយាយឲ្យបានវែងអង្លាយដើម្បីឲ្យគេចាប់អារម្មណ៍នោះឡើយគឺអ្នកគ្រាន់តែនិយាយពាក្យអ្វីដែលអ្នកចង់ប្រាប់ទៅកាន់ទ្រង់គឺបានហើយមិនថាពេលដែលបងប្អូនមានទុក្ខសប្បាយរីករាយឬកលៈទេសៈណាក៏ដោយបងប្អូនអាចអធិដ្ឋានប្រាប់ព្រះអង្គបានគ្រប់ពេលទ្រង់ប្រៀបដូចជាឪពុកម្នាក់ដែលយើងជាកូនតែងតែសុំនេះសុំនោះពីគាត់ហើយមួយទៀតទ្រង់ក៏ប្រៀបដូចជាបងប្អូនសាច់ញាតិដ៏ល្អដែលយើងអាចពឹងពាក់បានហើយទ្រង់ក៏ប្រៀបដូចជាមិត្តភក្តិដ៏ល្អម្នាក់ដែលយើងអាចនិយាយពីរឿងក្នុងចិត្តប្រាប់ទ្រង់បានផងដែរព្រះយេស៊ូវទ្រង់បង្រៀនយើងឲ្យយើងរៀនអធិដ្ឋានសម្រាប់អ្នកដទៃជាជាងការដែលយើងអធិដ្ឋានសម្រាប់បញ្ហាផ្ទាល់ខ្លួនឯងនៅជុំវិញខ្លួនរបស់យើងមានមនុស្សច្រើនណាស់ដែលត្រូវការឲ្យយើងអធិដ្ឋានឲ្យឧទាហរណ៍ថានៅពេលដែលអ្នកញ៉ាំបាយអ្នកអាចអធិដ្ឋានដូចនេះថាអរគុណព្រះអង្គសម្រាប់អាហារមួយពេលនេះសូមទ្រង់នឹកចាំពីអ្នកដែលគ្មានអាហារញ៉ាំសូមឲ្យពួកគេមានអាហារញ៉ាំដូចទូបង្គំដែរ
សូមអធិដ្ឋានក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបងប្អូនទាំងអស់គ្នាអ្នកអាចអធិដ្ឋានរបៀបនេះសម្រាប់មនុស្សជុំវិញខ្លួនយើងបានដូចគ្នាអ្នកអត់ឃ្លានតាមផ្លូវក៏ដោយនៅពេលដែលបងប្អូនបានឃើញពួកគាត់សូមបងប្អូនអធិដ្ឋានសម្រាប់គាត់ហើយបងប្អូនក៏អាចអធិដ្ឋានសម្រាប់គ្រួសាររបស់បងប្អូនសាច់ញាតិមិត្តភ័ក្តិសង្គមប្រទេសជាតិនិងអ្នកដឹកនាំបងប្អូនក៏អាចអធិដ្ឋានសម្រាប់ពួកគាត់បានផងដែរនៅថ្ងៃនេះយើងនឹងរៀនព្រះគម្ពីរម៉ាថាយជំពូក6ខ19ដល់34ដែលព្រះយេស៊ូវទ្រង់បង្រៀនយើងអំពីទ្រព្យសម្បត្តិអញ្ចឹងថាតើព្រះយេស៊ូវទ្រង់បង្រៀនយើងអ្វីខ្លះអំពីទ្រព្យសម្បត្តិយើងនឹងសិក្សាជាមួយគ្នានៅក្នុងលោកនេះនរណាក៏ចង់ក្លាយជាអ្នកមានដែរប៉ុន្តែអ្នកមិនគួរយកជីវិតរបស់អ្នករត់តាមទ្រព្យសម្បត្តិឡើយពីព្រោះអ្នកនឹងអស់សង្ឃឹមនៅទីបញ្ចប់តាមពិតទៅទ្រព្យសម្បត្តិឬលុយដែលអ្នកបានរកមកមិនមែនជាការអាក្រក់ឡើយប៉ុន្តែអ្វីដែលអាក្រក់នោះគឺថាគឺអ្នកបដូរអ្វីៗគ្រប់យ៉ាងហ៊ានធ្វើការមិនត្រឹមត្រូវណាមួយដើម្បីបានវាក្នុងផ្លូវអាក្រក់ហើយវានឹងគឺខ្ញុំសំដៅទៅលើលុយឬទ្រព្យសម្បត្តិនឹងឯងសរុបមកវិញប្រសិនបើអ្នកស្វែងរកទ្រព្យសម្បត្តិនោះដោយផ្លូវត្រឹមត្រូវស្អាតស្អំនោះទ្រព្យសម្បត្តិនោះនឹងនាំឲ្យជីវិតខាងព្រលឹងវិញ្ញាណរបស់អ្នកមានសុខភាពល្អផងដែរប៉ុន្តែប្រសិនបើអ្នកស្វែងរកទ្រព្យសម្បត្តិដោយការមិនល្អហើយប្រើក្នុងផ្លូវខុសវានឹងនាំជីវិតរបស់អ្នកដើរនៅក្នុងផ្លូវងងឹតហើយព្រលឹងវិញ្ញាណរបស់អ្នកក៏កាន់តែងងឹតថែមទៀតផងនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក6ខ24ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថាគ្មានអ្នកណាអាចនឹងបម្រើចៅវាយពីរនាក់បានទេត្បិតអ្នកនោះនឹងស្អប់មួយហើយស្រឡាញ់មួយឬស្មោះត្រង់នឹងមួយហើយមើលងាយមួយអ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះនិងទ្រព្យសម្បត្តិផងបាននោះទេតើការយកទ្រព្យសម្បត្តិជាចៅវាយមានន័យដូចម្តេចខ្ញុំគិតថាបងប្អូនប្រកាសជាយល់ថាវាមានន័យយ៉ាងម៉េចអ្វីដែលសំខាន់អស់អ្នកដែលយកទ្រព្យសម្បត្តិជាចៅវាយនឹងមិនអាចបម្រើព្រះជាម្ចាស់បានឡើយពីព្រោះទ្រព្យសម្បត្តិមានអន្ទាក់មាននុយច្រើនណាស់ហើយអ្នកដែលជាប់អន្ទាក់នៃទ្រព្យសម្បត្តិគឺមកពីការលុបលន់ជាមួយនឹងការព្រួយបារម្ភខ្វល់ខ្វាយខ្លាចគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវិតខ្លួនឯងមែនអត់ដូច្នេះខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាថាមិនថាបងប្អូនធ្វើអ្វីនោះទេបងប្អូនចូលរកប្រាក់ដោយសុចរិតស្មោះត្រង់នៅចំពោះព្រះពាក្យនេះប្រហែលជាពិបាកសម្រាប់អ្នកជំនួញរស់ស៊ីក៏ប៉ុន្តែទោះបីជាវាពិបាកនិងមិនងាយស្រួលប៉ុណ្ណាក៏ដោយយើងត្រូវតែធ្វើវាសម្រាប់អ្នកដែលគាត់ធ្វើការបម្រើព្រះជាម្ចាស់វិញចូលកុំឲ្យភ័យខ្លាចនឹងរឿងជីវភាពខ្វះខាតឬសេចក្តីលុបលន់ណាមួយមាននៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយត្បិតវានឹងរារាំងអ្នករាល់គ្នានៅក្នុងការបម្រើដល់ព្រះជាម្ចាស់ហេតុនេះហើយមិនថាក្រឬមានខ្វ
ខ្វះខាតឬបោកអូននោះឡើយចូលកុំបោះបង់នៅក្នុងការបម្រើដល់ទ្រង់ឡើយទោះជាតិចក្តីច្រើនក្តីចូលបងប្អូនសន្សំទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះរបស់អ្នករាល់គ្នានៅនគរស្ថានសួគ៌តាមរយៈការបម្រើដល់ព្រះជាម្ចាស់វិញអាមែនជួបគ្នាម្ដងទៀតនៅក្នុងជំពូក7ខ1ដល់6ព្រះយេស៊ូវទ្រង់បង្រៀនយើងអំពីកុំឲ្យយើងថ្កោលទោសអ្នកដទៃអញ្ចឹងហេតុអ្វីបានជាព្រះយេស៊ូវទ្រង់មិនឲ្យយើងថ្កោលទោសអ្នកដទៃឥឡូវយើងនឹងសិក្សានៅក្នុងព្រះបន្ទូលនេះជាមួយគ្នាផងដែរនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក7ខ1ដល់6ព្រះយេស៊ូវទ្រង់បានបង្រៀនយើងអំពីការថ្កោលទោសដល់អ្នកដទៃជាទូទៅមនុស្សយើងតែងតែមើលឃើញអំពីកំហុសរបស់អ្នកដទៃមិនដែលមើលឃើញអំពីកំហុសរបស់ខ្លួនឯងឡើយហើយមនុស្សបែបនេះគឺជាមនុស្សល្ងង់នៅក្នុងព្រះគម្ពីរម៉ាថាយជំពូក7ខ3ព្រះយេស៊ូវទ្រង់បានបង្រៀនយើងថាខ3ហេតុអ្វីបានជាអ្នកមើលឃើញគំតិចដែលនៅក្នុងភ្នែករបស់បងប្អូនអ្នកតែមិនឃើញធ្នឹមដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះខ4ឬធ្វើដូចម្ដេចឲ្យអ្នកនិយាយនឹងបងប្អូនថាចូលឲ្យអញយកគំតិចពីភ្នែកឯងចេញតែមើលមានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញអាមែននៅពេលដែលអ្នកឲ្យគេជូតអាចភ្នែកចេញអ្នកត្រូវសួរខ្លួនឯងជាមុនសិនតើភ្នែករបស់ខ្លួនមានអាចភ្នែកអត់មែនអត់អ្នកទាំងអស់គ្នាព្រះយេស៊ូវទ្រង់មិនចង់មានន័យថាទាល់តែយើងល្អឥតខ្ចោះសិនទើបយើងអាចបង្ហាញឬណែនាំគេនោះទេព្រះអង្គមិនចង់មានន័យបែបនេះទេប៉ុន្តែអ្វីដែលទ្រង់ចង់មានព្រះបន្ទូលមកកាន់យើងគឺថាកុំឲ្យយើងថ្កោលទោសកំហុសរបស់អ្នកដទៃមនុស្សដែលឃើញតែពីកំហុសរបស់អ្នកដទៃជាទូទៅគេមិនចូលចិត្តឡើយហើយជីវិតអ្នកនោះកំពុងតែស្ថិតនៅក្រោមការជំនុំជម្រះពីមនុស្សម្នានិងពីព្រះជាម្ចាស់ផងដែរព្រះយេស៊ូវទ្រង់មិនដែលបង្រៀនយើងឲ្យថ្កោលទោសទៅលើនរណាម្នាក់ឡើយដោយដែលទ្រង់បានអត់ទោសដល់យើងរាល់គ្នាជាជាងការដែលយើងថ្កោលទោសគេចូលអ្នកគួរតែអត់ទោសដល់អ្នកដទៃជំនួសវិញទោះបីជាយ៉ាងណាក៏ដោយអ្នកជឿព្រះដែលគាត់តែងតែប្រកាសនិងបង្រៀនពីព្រះបន្ទូលរបស់ព្រះត្រូវតែចេះដឹងខ្នាតត្រូវចេះបែងចែកឲ្យច្បាស់លាស់មួយណាល្អមួយណាអាក្រក់មួយណាខុសមួយណាត្រូវហើយម្យ៉ាងទៀតនៅពេលដែលគាត់បង្រៀនព្រះបន្ទូលត្រូវតែចេះបែងចែកឲ្យច្បាស់រវាងអ្នកដែលស្ដាប់ឮព្រះបន្ទូលហើយគាត់គ្រាន់តែសើចចំអកឬបៀតបៀនជាមួយនឹងមនុស្សដែលគាត់ស្ដាប់ឮព្រះបន្ទូលហើយគាត់មានដួងចិត្តស្មោះត្រង់នៅក្នុងការចង់ស្គាល់ព្រះបន្ទូលរបស់ព្រះពិតហើយអស់អ្នកណាដែលស្មោះត្រង់នៅក្នុងការស្វែងយល់ពីព្រះបន្ទូលរបស់ទ្រង់ពិតនោះជីវិតរបស់គេនឹងមានផលផ្លែបរិបូរណ៍ជាមិនខានអាមែន